គូដងគូអត់សាច់គូសត្វខ្លាញ់តាគីផតអ្នកនរគ្នាហាត់ជាមួយនឹងគូសផលនឹងក្បាច់នេះបានទាំងតាគីបានទាំងគូអ្នកនរគ្នាហើយកុំភ្លេចណាជួយ like ជួយ share វីដេអូនេះទុកមើលនៅពេលក្រោយកុំឲ្យពិបាករងណាហើយតោះមកតោងជាមួយនឹងគូសផលនៅរបៀបនៃការដាក់ទម្រង់ខ្លួនដែលគេយើងថារៀបចំការហាត់ហ្នឹងឲ្យបានត្រឹមត្រូវអញ្ចឹងនេះបង្ហាញសិនថានេះគឺជាការដាក់ជើងបាត់តាគីបន្ទាប់មកអ្នកទាំងអស់គ្នាបើកជើងឲ្យធំជាងតាគីនឹងគេហៅធំជាងតាគីណាយ៉ាបន្ទាប់មកអ្នកទាំងអស់គ្នាគឺថាបើកមើលជើងយ៉ាបើកមើលជើងយើងទៅក្រៅបន្តិចមកយ៉ាបែបនេះបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើក្បាលពោះត្រចឆ្អឹងខ្នងយ៉ាឡុកវាជាប់បន្ទាប់មកអ្នកទាំងអស់គ្នាចាប់ផ្ដើមនេះដាក់ម្ដងដៃជើងមកហើយយើងទម្លាក់គូទៅក្រៅយើងអង្គុយលើកៅអីចឹងឥឡូវអ្នកគ្រូបង្ហាញជំហានបើសិនជាអ្នកទាំងអស់គ្នានៅផ្ទះមានកម្រាលក៏យើងអាចដាក់ជើងប៉ិនកម្រាលហ្នឹងមកបើកតែមានជើងចេញក្រៅមកអ្នកទាំងអស់គ្នាអាចហាត់ក្បាច់នេះបានទម្រង់នោះគឺត្រូវបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើក្បាលពោះត្រចឆ្អឹងខ្នងណាបើយើងឡុកវាចោលយើងអត់ប្រើយើងប្រើតែតាគីអង្គុយហើយនឹងទម្លាក់ចុះហ្នឹងណាអូខេតោះអញ្ចឹងនេះអង្គុយលើអង្គុយកៅអីចឹងណាតែប៉ុណ្្នេះហើយអ្នកទាំងអស់គ្នាគឺថាចេញរឿងតាគីគូស្អាតហ្មងអ្នកទាំងអស់គ្នាឃើញទេភាសាអីវាបំពេញនៅសាច់តាគីដែលយើងខាត់គូដែលយើងមិនសូវមានគឺឲ្យវាពេញលេញអញ្ចឹងអានេះគឺជាទម្រង់ដែលត្រឹមត្រូវសម្រាប់អ្នកទាំងអស់គ្នាហាត់បើសិនជាអ្នកទាំងអស់គ្នាហាត់ទៅកូនម្ដាយជាទូទៅគឺថាហាត់តែតែខុសហើយបើមិនខុសတော့ត្រូវឃើញអញ្ចឹងកាលណាយើងទម្លាក់តែចេះក្បាលជង្គង់ហ្នឹងគឺហួសចុងមករៀនបាត់ហើយអញ្ចឹងហាត់យូរទៅអ្នកទាំងអស់គ្នាឈឺជង្គង់តាគីគូក៏អត់បានជង្គង់ឈឺលេងរៀងលេងហាត់ហ្មងនេះគឺទម្រង់ដែលមិនត្រឹមត្រូវណាអញ្ចឹងទម្រង់ត្រឹមត្រូវដូចអ្នកគ្រូបង្ហាញអញ្ចឹងគឺអ្នកទាំងអស់គ្នាយ៉ាផឹកបាពូសិនតោះមកទម្លាក់ដូចយើងទម្លាក់តិចយើងយកអត់តបកាយយើងទម្លាក់តិចសិនយ៉ាទម្លាក់តិចមកដល់ប៉ុណ្នេះបើអ្នកទាំងអស់គ្នានៅលើនេះអត់តទម្លាក់ចុះក្រោមបានអត់អីទេតែយើងហាត់ថ្នាក់ទៅយើងទម្លាក់ទៅជ្រៅយើងឆាប់បានផលអ្នកទាំងអស់គ្នាយ៉ាប៉ុណ្ណឹងមកយ៉ាបន្ទាប់មកអ្នកទាំងអស់គ្នាកន្លែងនេះគឺទប់អត់មានប្រាយទាំងអស់ខ្យល់ដង្ហើមគឺទប់ណាឡើងលើបើយើងខ្ញុំចាចេញខ្ញុំចាចេញខ្ជិបពុកមួយយ៉ាអញ្ចឹងគោលទី1អ្នកទាំងអស់គ្នាបើកជើងឲ្យត្រូវទី2អ្នកទាំងអស់គ្នាប្រើក្បាលពោះគឺថាប់ខើត្រចៅខ្នងទុកទីចោលឡុកចោលគឺយើងអត់ប្រើវាទេបន្ទាប់មកអ្នកទាំងអស់គ្នាទម្លាក់តាគូតកោសទៅក្រោយដូចយើងអង្គុយកៅអីចឹងតិចទៅណាយ៉ាហើយមកដល់លើអ្នកទាំងអស់គ្នាខ្ញុំចាចេញហើយខ្ជិបពុកមួយគោលកលឹះណាអញ្ចឹងតោះឥឡូវទៅមើលតម្រងពីមុខមិញអ្នកគ្រូបង្ហាញពីមុខហ្នឹងមែនទេយ៉ាអញ្ចឹងយើងហាត់ជាមួយគ្នាឲ្យបាន15ណា15ហើយអ្នកទាំងអស់គ្នាធ្វើជាមួយនឹងគូសផលអ្នកទាំងអស់គ្នាតោះហើយជាអត់ប្រហែលមើលនេះចង់ឲ្យមើលពីមុខថាពីមុខយើងទម្លាក់មិនធ្វើម៉េចកុំឲ្យក្បាលជង្គង់ហ្នឹងយើងហូរចង់មករៀនអ្នកទាំងអស់គ្នាណាតោះក្បាលពុះចឹងយើងខ្ញុំចោលចេញណាតោះបង្ហាញជាហៀដើម្បីអ្នកទាំងអស់គ្នាស្រួលមើលតម្រងខ្លួនជាងអូខេយើង3ណា4ទម្លាក់ទៀងទាំងអស់ហើយមកសង្គមពីសង្គមមកហើយអ្នកទាំងអស់គ្នាមកលើលឿន4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163
ទាំងបាន7ហើយមានអារម្មណ៍ថាសាច់តិចចូលពីគូយើងពេញមកអ្នកនរគ្នា7ក្បាលពោះហាមប្រើណាឡក់វាជាប់9 10 11 12 ទាំងអស់បន្តិចមកណាកុំឲ្យទៅលឿនមកលឿនអត់បានចូលទេណា10 11 12ក្បាលនេះនិយាយមែនចូលទាំងផ្លូវទៀតប៉ុន្តែគោលរបស់វាគឺគៀកគូណា13ពីចុងក្រោយចុកគៀកគូអ្នកនរគ្នាអញ្ចឹងជុំទី1គឺរៀបរាល់អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាហាត់ទៅជុំទី2ត្រៀមចូលកុំនៅស្ងៀមណាហើយកុំប្រអកឲ្យសាច់ដុំយើងនៅតនីយូរយើងហាត់តទៀតសំខាន់គឺថាត្រឹមតែ5-6 សេកុងដែលយើងទៅតែអន់ហត់ហើយយើងទៅទៀតហត់ដល់អ្នកនរគ្នាបាច់នេះណាអូខេតោះចុកជុំទី2ជាមួយអ្នកគ្រូ support តោះនេះគូស្អាតយ៉ា2 3 4 5អ្នកនរគ្នាគឺថា6ហើយហាមប្រឡែងពេលយើងតម្លាក់មកទីប្រឡែងរបស់ពួកអត់ទេណារបស់ពួកប្រឡែង7 8 9ហើយក្បាលជង្គង់នេះអ្នកនរគ្នាហាមពេលតម្លាក់មកញ័រអញ្ចឹងក៏អត់ចូលដែរណាយ៉ា10 11ប្រឡំម្ដង12 13 14 15យ៉ាចប់ជុំទី2បាទអ្នកនរគ្នាអញ្ចឹងណែពេលយើងចប់ជុំមួយគឺយើងកុំទុកចោលឡើយចុចទូរស័ព្ទវាអត់ទេណាយ៉ាគឺថាយើងទៅទៀតចាំចប់ក្បាច់ខ្ញុំចុចទូរស័ព្ទហ្នឹងអូខេមិនថាសំដែងឲ្យអ្នកនរគ្នាមើលគឺថាហត់ពិតចូលពិតអ្នកនរគ្នាហាត់អូខេតោះចូលជុំទី3ចង់ឲ្យមើលពីមុខពីចំហៀងហើយនិងពីក្រោយដល់ជុំទី3គឺបែបនេះណាក្បាលជង្គង់គឺប៉ុណ្្នឹងណាអ្នកនរគ្នា1 2ជីគូត3 4បាក់ជើងមេជើងណា5 6 7មកពីក្រោយម្ដងអានេះអ្នកនរគ្នា9 10តោះចូលជុំមក11 12 13 14 15យ៉ាគឺថាចប់ជុំទី3អ្នកនរគ្នាអញ្ចឹងបទពិសោធន៍នៃគូសុផលគឺហាត់ក្បាច់នេះមួយសប្តាហ៍4ដងអ្នកនរគ្នាភាសាវាជាក្បាច់មួយដែលសំខាន់គោលដែលជួយឲ្យសតិគិគូយើងឡើងបានលឿនណាហើយអ្នកនរគ្នាក៏អាចអនុវត្តមួយសប្តាហ៍3 ទៅ 4 ដងនេះចឹងហើយណាអញ្ចឹងអ្នកនរគ្នាកុំភ្លេចណាជួយ like
ជួយ share វីដេអូនេះទុកមើលនៅពេលក្រោយឬក៏ចែករំលែកឲ្យស្ត្រីផ្សេងទៀតដែលគាត់ចង់ស្អាតទៅលើចំណុចទាំងនេះចាហើយចង់ដឹងអីទៀតពីអ្នកគូសុផលអាច comment នៅខាងក្រោម Love you